ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺវាខ្លុយដ៏ពិសេសរបស់សាលាបែបនេះខ្មែរសាលាភ្នំពេញបាទខ្លុយស្អាតបងប្អូនមួយដឹងមួយហើយហ្នឹងហើយអរគុណច្រើនហើយខ្លុយនេះគឺផលិតចេញពីឈើក្រញូងបាទឈើក្រញូងដែលរឹងមាំមិនងាយបែកទេហើយប្រើរហូតបងប្អូនមិនងាយខូចទេបាទប្រើបានយូរអង្វែងដោយសារឈើក្រញូងជាឈើមួយដែលរឹងមាំហើយថ្ងៃគឺជាពិបាករកដែរណាតម្រាំតរកបានគឺពិបាកក្នុងការធ្វើទៀតផងដែរអរគុណច្រើនបាទហើយនេះគឺជាត្រូវជំទោសខ្លុយដែរតែខ្លុយធ្វើអំពីឈើធ្នង់អញ្ចឹងបងប្អូនយើងចូលចិត្តពណ៌ក្រហមគឺយើងមានក្រហមជូនហើយចូលចិត្តខ្មៅហើយបើយើងចូលចិត្តឫស្សីបាទដើមឫស្សីក៏យើងមានដែរបងប្អូនមានទាំងអស់ណែគ្រប់មុតគ្រប់ម៉ាកហ្នឹងហើយអានេះក៏ស្អាតដែរអានេះមួយក៏ជាគោលរូបរាងដូចទៅនឹងឈើកញ្ញុងដែរតែធ្វើពីឫស្សីអញ្ចឹងអត់អីទេយើងស្រឡាញ់មួយណាយើងយកមួយហ្នឹងហើយចំពោះឈើឫស្សីនេះគឺធូរថ្លៃជាងកញ្ញុងតិចដែរហ្នឹងដោយសារឫស្សីវាងាយស្រួលធ្វើហើយសម្បូរបែបចំណែកឯខ្លុយឈើកញ្ញុងនេះគឺពិបាករកហើយយើងត្រូវការធ្វើអឺចាប់ផ្ចង់ប៉ុណ្ណឹងអញ្ចឹង3នេះគឺរូបរាងដូចគ្នាបងប្អូនគ្រាន់តែមួយជាឫស្សីមួយជាឈើធ្នង់មួយឈើកញ្ញុងបងប្អូនយើងអាចជ្រើសរើសបានហើយបើស្រឡាញ់មួយណាអាចតាក់ទងមកសាលាអភិរក្សភ្នំខ្មែរសាលាភ្នំពេញយើងនៅជិតនឹងវត្តសង្សារចម្ងាយ150ម៉ែត្រកណ្ដាលក្រុងភ្នំពេញមិនបាក់ដល់ទេពេលមកដល់វត្តគឺតាក់ទងនេះមកគឺអាចជួបគ្នាបានមិនបាក់ទេបាទហើយសាលាខ្ញុំបានលក់ឧបករណ៍ភ្លេងបារាំងខ្មែរគ្រប់ប្រភេទទាំងអស់គឺថាគ្រប់ប្រភេទមានច្រើនក្នុងនោះទទួលកាត់កៅអៅស្លៀកពាក់ផ្នែកសិល្បករសិប្បករនីដែលយើងចាប់អារម្មណ៍ដូចជាខាងកៅអៅចៃយ៉ាំអ្នករំចៃយ៉ាំអ្នកលេងចៃយ៉ាំអ្នកថ្លុកលក់មុខថ្លុកនិយាយទៅលឺទាំងអស់ឧបករណ៍ភ្លេងបារាំងខ្មែរគឺមានទាំងអស់តែម្ដងនៅសាលាអភិរក្សភ្លេងខ្មែរសាលារំពេញគឺអឺមានអាចទៅបានកំងក៏បានហ្នឹងហើយចង់បានអ្វីកំងមកយើងនឹងសហការមួយខាងជាងយើងរោងជាងយើងធ្វើជូនបានទៀតផងដែរហើយឧបករណ៍ខ្លះគឺបានកំងដែរដោយសារយើងអត់បានផលិតទេដោយសារយើងមិនសូវមានទីផ្សារប៉ុន្តែបើសិនជាបងប្អូនយើងត្រូវការក្រៅពីរបស់ដែលមានគឺយើងអាចកំងបានហើយចំពោះការអញ្ជូនគឺ25ខេត្តក្រុងបានមិនបារម្ភទេហើយចំពោះនៅក្រៅប្រទេសកុំបារម្ភខ្ញុំផ្ញើបឹបតាមរយៈក្រសួងប្រៃសណីកម្ពុជាយើងគឺយើងមានការទូខុសត្រូវខ្ពស់ហើយធានាបានទៅដល់ដៃនិងមានទំនុកចិត្តផងដែរដោយសារយើងសហការជាមួយស្ថាប័នរដ្ឋយើងដែលជាស្ថាប័នមួយកំពូលហើយដែលអាចផ្ញើបាននៅលើពិភពលោកហើយមួយថ្ងៃនេះគឺយើងបានផ្ញើទៅដល់កាណាដាអញ្ចឹងទៅកាណាដាចំណែកអាមេរិកគឺមួយរយៈនេះគឺដោយសារការកំណត់ពន្ធអត់ច្បាស់អញ្ចឹងអត់ទាន់បានទៅដល់ទេមិនអាចញ៉ាំបានប៉ុន្តែចាំមើលមួយរយៈទៀតគឺយើងនឹងដឹងថាតើផ្ញើបានអត់ប៉ុន្តែក្រៅពីហ្នឹងគឺយើងអាចផ្ញើបានហើយចំពោះការវិខ្ចប់គឺយើងមានកន្លែងខ្ចប់ដាក់ស្នោត្រឹមត្រូវស្អាតមាំហ្នឹងហើយមិនងាយបាក់បែកគឺថាមានការវិខ្ចប់ច្រើនហើយការវិខ្ចប់នោះគឺយើងថ្លៃតិចប៉ុន្តែយើងដើម្បីសុវត្ថិភាពជូនភ្ញៀវគឺយើងចំណាយទៅលើការវិខ្ចប់ផងដែរអរគុណច្រើនសម្រាប់គាំទ្រទៅសាលាអភិរក្សភ្នំខ្មែរសាលាពេញកន្លងមកពិតជាអរគុណមែនហើយសាលាខ្ញុំបាទមានទទួលសាសចូលរៀនរៀងរាល់ថ្ងៃផងដែរបងប្អូនយើងបើចូលចិត្តឧបករណ៍ភ្លេងបារាំងខ្មែរអាចអញ្ជើញមកទីនេះដើម្បីជាវនិងរៀនផងដែរសាលាមានទទួលបង្រៀនសម័យក៏បង្រៀនដែរហើយបុរាណក៏បង្រៀនដែរគឺទទួលមករៀនរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយបងប្អូនយើងអាចស្នើសុំមកសិក្សាតាមតម្រូវការរបស់ខ្លួនឯងផងដែរយើងមានរៀបចំជូនបើសិស្សរវល់ថ្ងៃណាយើងបដូរថ្ងៃនោះជូនគាត់ដើម្បីគាត់អាចរៀនបានហើយសាលានៅតែគាំទ្រចំពោះការមកជាវឧបករណ៍ភ្លេងបុរាណខ្មែរនៅទីនេះផងដែរហើយក្នុងនោះក៏យើងមាន promotion ដែរតើតើទៅនឹងឧបករណ៍ភ្លេងបុរាណខ្មែរបើយើងជាឧបករណ៍ភ្លេងបុរាណខ្មែរយើងនឹងមានការថែមជូនតិចតួចដែរទៅលើសម្ភារៈគប់ផ្សំមានស្រោមមានអញ្ចឹងទៅមានអាចស្រោមមានជ័រអញ្ចឹងទៅហ្នឹងហើយចំពោះអ្នកនៅទីតាំងចិត្តនេះអ្នកអាចមករៀនបានគឺជាឧបករណ៍ភ្លេងបុរាណខ្មែរខ្ញុំនឹងបង្រៀនដោយផ្ទាល់ដៃមានតែចែកម្លែកចំណេះដឹងទៅឧបករណ៍ភ្លេងបុរាណខ្មែរបានដោយ free ផងដែរបាទបើសិនគាត់ទៅនេះគាត់អញ្ជើញមកយើងខ្ញុំនៅ stand by ទីនេះខ្ញុំអាចបង្រៀនជូនគាត់លេងដោយឥតគិតថ្លៃចំពោះអ្នកដែលជាឧបករណ៍ភ្លេងបុរាណខ្មែរយើង
ហើយការចែកម្លែកនេះមិនគ្រប់គ្រាន់ប៉ុន្មានទេប៉ុន្តែអាចចែកម្លែកបានប្រសិនបើយើងចេះហើយយើងអាចចែកម្លែកបានវាជាការប្រសើរសម្រាប់បងប្អូនយើងនៅទីនេះគឺមានបន្ទប់ការសិក្សាមួយអឺស្អាតទូចតែមានគប់សពតែបំពាក់ដោយម៉ាស៊ីនត្រជាក់បិទទ្វារក្រឹបសំឡេងស្ងាត់អាចរៀនបានហើយមានផាសុកភាពមិនមានសំឡេងរំខានក្នុងនោះគ្រូគឺមករៀនតាមបច្ចេកទេសដ៏ងាយស្រួលបំផុតនោះគឺការរៀនតាមដបភ្លេងនេះឯងបើសិនបងប្អូនយើងអាចចេះអក្សរភ្លេងយើងមើលអក្សរភ្លេងបានគឺយើងអាចរៀនខ្លួនឯងបានអញ្ចឹងការរៀនគឺយើងរៀនទៅលើអក្សរភ្លេងបងប្អូនមិនមែនរៀនអត់មានមូលដ្ឋានគ្រឹះច្បាស់លាស់ទេគឺរៀនតាមអក្សរភ្លេងដែលជាការប្រើទូទៅសម្រាប់លេងឧបករណ៍ខ្មែរបុរាណយើងអញ្ចឹង14ម៉ោងគឺយើងអាចចេះហើយ14ម៉ោងគឺយើងអាចចេះចាំដល់ភ្លេងអក្សរភ្លេងអញ្ចឹងយើងអាចលេងអញ្ចឹងលេងបានបទខ្លីៗធ្វើឲ្យមានម្ដាយយើងស្ទាត់ជំនាញជាមួយនឹងណោតភ្លេងយើងអាចឆ្លងចូលដល់វគ្គ1វគ្គ2ទៀតគឺយើងលេងបាន20បទទៀតគឺជោគជ័យហើយ20បទគឺអាចលេងបានក្អេងក្អាងបានលេងកាន់ត្រមកតំណងមកហើយពេលលេងទៅគឺស្ដាប់បានអាចកំសាន្តបានបទខ្លះយើងអាចលេងកំសាន្តសម្រាប់ពេលមួយពិធីចូលឆ្នាំក៏ដូចជាកម្មវិធីផ្សេងៗយើងអាចទាញស្គរមួយទ្រមួយយើងលេងបានហើយអញ្ចឹងការលេងឧបករណ៍ភ្លេងបុរាណខ្មែរគឺជាការមួយគាំទ្រហើយវាបង្កើននូវការសប្បាយរីករាយផងដែរនៅក្នុងជីវិតរបស់យើងដែលក្នុងនោះយើងអាចជួយបង្ហាញពីការអភិរក្សផងដែរហើយសម្រាប់បងប្អូនយើងដែលមានគេអត្ថាស្អាតៗអាចទិញដាក់តាំងបងប្អូនទិញដាក់តាំងអញ្ចឹងក៏បានដែរទិញដាក់តាំងទៅដើម្បីជាការលម្អក៏ដូចជាជួយអភិរក្សគ្រប់គ្រងទៅលើឧបករណ៍ភ្លេងបុរាណខ្មែរយើងដែលយើងមានស្រាប់អញ្ចឹងមានតែយើងទាំងអស់គ្នាទេដែលអាចជួយគ្រប់គ្រងហើយកន្លងមករយៈនេះគឺខ្ញុំបានទទួលការគ្រប់គ្រងច្រើនហើយពីសាលាពីប្រជាជនយើងនៅនីសមុទ្រគឺច្រើនខ្ញុំសរសើរពួកគាត់ដែលគាត់ឆ្លៀតពេលនិងចំណាយទុនដើមចំណាយប្រាក់ដើម្បីជាវទិញផ្ញើទៅគឺថាស្វ័យចិត្តមែនតើខ្ញុំព្យាយាមតាក់ទងធ្វើម៉េចផ្ញើដល់ដៃមិនឲ្យបងប្អូនយើងខកអំណងទេបាទហើយเพจរបស់ខ្ញុំគឺមានទីតាំងច្បាស់លាស់มันមានការឆោបោកទេគឺធានាបាន 100% បងប្អូនយើងដែលនៅឆ្ងាយអីបន្ទុកចិត្តអាចមកមើលសន្តិជិះម៉ូតូត្រេនមកមើលមកហើយហាឃើញមានផ្ទះមួយដែលមានទំហំដល់5ម៉ែត្រគុណនឹង14ម៉ែត្រទេអញ្ចឹងនៅទីនេះគឺជារបស់កម្មសិទ្ធិជាកម្មសិទ្ធិរបស់ខ្ញុំហើយมันឆោបោកมันក្បត់ក្នុងប្រទេសទេគឺថាលក់ដូរតាមតម្រូវការបងប្អូនយើងស្អាតថាស្អាតមិនស្អាតថាមិនស្អាតពេញចិត្តចាំយកអត់បញ្ហាហើយខ្ញុំទទួលស្គាល់ថាការផលិតវាមិនឥតខ្ចោះទេប៉ុន្តែយើងព្យាយាមសម្រិតសំណាងអស់ហើយដើម្បីបានល្អនិងគុណភាពខ្ពស់នេះគឺ3បោកគុណភាពខ្ពស់សម្រាប់បងប្អូនយើងប្រើប្រាស់ផងដែរហើយយើងអាចមើលបានតាមវីដេអូគឺស្អាតហើយបងប្អូនខ្លះគាត់អាចសាកសម្លេងនៅទីនេះក៏បានហើយបើអត់មកបានទេអាចផ្ញើជាវីដេអូព្រោះយើងមានវីដេអូទាំងអស់បាទគ្រប់វីដេអូទាំងអស់គឺសុទ្ធតែមានដូចជាខ្លីអញ្ចឹងគឺយើងប្រភេទខ្លីណាគឺយើងផ្លុំឲ្យលោកគ្រូគាត់ផ្លុំទៅហើយផ្ញើជូនគាត់មើលផ្ទាល់ថាតើសំឡេងយ៉ាងម៉េចដែរប៉ុន្តែក្នុងទូរស័ព្ទដៃគឺមានលក្ខណៈរៀងមិនល្អមិនព្រោះម៉ានទេប៉ុន្តែស្ដាប់ផ្ទាល់កាន់តែព្រោះដោយសារអីដោយសារទូរស័ព្ទដៃវាហ្នឹងហើយ speaker ទូចអញ្ចឹងណាហ្នឹងហើយបើយើងភ្ជាប់ជាមួយនឹងបាសបានឮថាព្រោះដូចយើងច្រៀងអញ្ចឹងយើងច្រៀងនៅក្នុងធុងបាសគឺព្រោះតែបើយើងស្ដាប់ទូរស័ព្ទរៀងត្រេតអញ្ចឹងណាអញ្ចឹងអត់បញ្ហាទេហើយប៉ុន្តែយើងអាចសាកល្បងបានណាដើម្បីដឹងថាតើយ៉ាងម៉េចហើយបើសិនបើគិតថាល្អបន្តការគ្រប់គ្រងទៀតសាលាអភិរក្សពេញគាត់ថាពេញគឺនៅតែស្វាគមន៍ជានិច្ចផងដែរអរគុណសម្រាប់ព័ត៌មានដ៏វែងមួយនេះអរគុណច្រើនជម្រាបលាបាទបាយគ្រប់លាបាទ